ថ្ងៃនេះមកស្លម្ជូរគ្រឿងល្ហុងជាមួយនឹងត្រីឆ្លាំងបងប្អូនអើយបើសិនជាបងប្អូនរនឹកម្ហូបមិនឃើញទេអាចសាធ្វើមួយមុខនេះបានស្រួលធ្វើហើយក៏អត់មានអីដែលត្រូវសាំញ៉ាំដែរមានតែគ្រឿងបុកយើងមកក៏មាន7ទុំមានប្រហុកមកបន្លែរបស់យើងថ្ងៃនេះប្រើតែល្ហុងទេអញ្ចឹងឥឡូវនេះគឺយើងចាប់ផ្ដើមយកឆ្នាំងមកយើងដាក់ខ្លាញ់ចូលមកពេលដែលខ្លាញ់ក្តៅហើយយើងដាក់ប្រហុកពេលដែលដាក់ប្រហុកកូរប្រហុកឲ្យឡើងក្លិនឈ្ងុយបន្តិចចាំដាក់គ្រឿងចូលពេលដែលបងប្អូនដាក់គ្រឿងចូលបងប្អូនត្រូវកូរគ្រឿងនឹងឲ្យឡើងក្លិនឈ្ងុយពេលដែលឡើងក្លិនឈ្ងុយហើយយកត្រីរបស់យើងយកមកដាក់ចូលមកបងប្អូនត្រីឆ្លាំងថ្ងៃនេះល្អដល់ហើយបងប្អូនអើយសិតតែពងហើយត្រីស្ទឹងអ៊ំនៅគៀនផ្ទះនឹងគាត់ទៅដាក់មកបានថ្ងៃនេះត្រូវសិតតែត្រីឆ្លាំងអញ្ចឹងពេលដែលយើងកូរគ្រឿងជាមួយនឹងត្រីរបស់យើងចូលចិត្តល្អហើយយើងក៏ដាក់ប៊ីចេងដាក់ស្ករដាក់រ៉ូឌីដាក់ទឹកត្រីឲ្យហើយមកបន្ទាប់មកយើងកូរវារៀងចូលគ្នាបន្តិចយើងមកដាក់ល្ហុងចូលពេលដែលបងប្អូនដាក់ល្ហុងបងប្អូនត្រូវកូរល្ហុងជាមួយគ្រឿងយើងឲ្យចូលជាតិគ្នាបន្តិចដែរហើយក៏យើងដាក់ទឹកបន្តិចដើម្បីល្ងើសវាបន្តិចសិនចាំដាក់ទឹកច្រើនចូលអញ្ចឹងឥឡូវយើងក៏ចាប់ផ្ដើមគ្របវាទុកសិនទៅយើងបើកវាមកម៉ាសាទៀតយើងមកចាក់ទឹកចូលពេលដែលចាក់ទឹកចូលបងប្អូនចាក់ឲ្យរៀងច្រើនតិចទៅដើម្បីល្ងើសល្ហុងយើងឲ្យរៀងផុយតែកុំឲ្យច្រើនពេកមកល្មមហ្នឹងអញ្ចឹងពេលដែលចាក់ទឹកហើយបងប្អូនក៏គ្របទៅវិញល្ងើសប្រហែលជា10ទៅ15នាទីដើម្បីឲ្យល្ហុងយើងផុយឥឡូវនេះល្ហុងរបស់យើងក៏ផុយហើយយើងក៏ចាប់ផ្ដើមមកដាក់ម្ជូរ7ទុំបានឆ្ងាញ់ណាអញ្ចឹងប្រើម្ជូរ7ទុំមកពេលដែលដាក់ម្ជូរ7ទុំហើយយើងគ្របទៅវិញឥឡូវនេះក៏យើងភ្លក់មើលថារសជាតិស្លម្ជូររបស់យើងហ្នឹងឆ្ងាញ់ហើយនៅត្រូវថែមគ្រឿងអីទៀតអត់បើសិនជាខ្វះខាតអីបងប្អូនថែមមកសម្រាប់ខ្ញុំបានហើយគ្រឿងត្រីខ្ញុំថែមតែម្ដងទេអញ្ចឹងឥឡូវនេះឆ្អិនហើយបងប្អូនអើយឥឡូវនេះដួសដាក់ចានហើយនិយាយពីតំណងដល់ហើយនិយាយពីរសជាតិចេញមកឆ្ងាញ់មែនទែនពេលដែលយើងហូបល្ហុងទៅល្ហុងវាផុយហើយ